ជំរាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងតាមដានទស្សនាវីដេអូមួយនេះជួយជាមួយនឹងខ្ញុំរីខូស៊ីម្ដងទៀតហើយថ្ងៃនេះមានអ្វីប្លែកចង់នាំពុកម៉ែបងប្អូនក៏ដូចជាលោកប៉ាអ្នកម៉ាក់ដែលមានបំណងចង់ទិញម៉ូតូសម្រាប់កូនក៏ដូចជាបងដែលគាត់កំពុងតែស្វែងរកម៉ូតូសម្រាប់ចូលធ្វើការដំបូងនិងអូនទៅតែចូលរៀនសាកលដំបូងចង់ស្វែងរកម៉ូតូដែលមានគុណភាពល្អតម្លៃសមរម្យជិះចិត្តជិះឆ្ងាយមិនដែលមានបញ្ហាអញ្ចឹងថ្ងៃនេះនឹងខ្ញុំនឹងបង្ហាញជូនជាមួយនឹងម៉ូដែលម៉ូតូ Yamaha X-Ride ស៊េរីឆ្នាំ2025ដែលទទួលបានការគាំទ្រខ្លាំងមែនទែនពីសំណាក់អតិថិជនតាមរយៈបណ្ដាញសង្គម Facebook TikTok ហើយតារាល្បីៗក៏គាត់ជិះដែរហើយជាពិសេសមានអ្នកប្រើប្រាស់ច្រើនមែនទែនតោះទៅដឹងពីលក្ខណៈពិសេសសំខាន់ជាមួយនឹង Yamaha X-Ride ស៊េរីឆ្នាំ2025ថាតើមានលក្ខណៈពិសេសអ្វីខ្លះទើបទទួលបានការគាំទ្រកាន់ឡើងបែបនេះក្រឡេកមកមើលចង្កៀងខាងមុខពុកម៉ែបងប្អូនគឺជាប្រភេទ LED ដែលជួយបំភ្លឺផ្លូវបានច្បាស់ល្អនិងផ្ដល់ការសន្សំសំចៃខ្ពស់ហើយវាជួយសម្រួលក្នុងការបើកបរនាពេលយប់បន្ទាប់ពីបងប្អូនចេញពីរៀនឬក៏ចេញពីធ្វើការជាដើមអ្វីដែលកាន់តែពិសេសហើយកាន់តែងាយស្រួលក្នុងការបើកបររបស់លោកអ្នកគឺយើងបន្ថែមជាមួយនឹងអំពូលសុំផ្លូវឬក៏យើងហៅថា Hazard នេះគឺសម្រាប់យើងប្រើប្រាស់ពេលបន្ទាន់ពេលមានបញ្ហាផ្សេងដែលយើងសុំផ្លូវឬក៏ត្រូវការប្រើប្រាស់ល្បឿនលឿនជាបន្ទាន់អញ្ចឹងគឺអាចប្រើជាមួយនឹងអំពូលភ្លើង Hazard សុំផ្លូវនេះបានយើងក៏លេខមកមើលកុងទ័រដែលភ្ជាប់ជាមួយនឹងប្រព័ន្ធ Ecosystem បងប្អូនស្គាល់ហើយប្រព័ន្ធ Ecosystem នេះគឺជួយក្នុងការសន្សំសំចៃនិងបន្ថយកម្រិតស៊ីសាំងបានទាបបំផុតជាពិសេសគឺបង្ហាញព័ត៌មានច្បាស់មែនទែននៅលើកុងទ័ររបស់យើងនេះបងប្អូនរីឯសម្បកកង់វិញគឺជាប្រភេទសម្បកកង់គ្មានពោះវៀនដែលយើងហៅថាកង់តាន់ហ្នឹងគឺវាជាចំណែកមួយជួយក្នុងការសម្រួលដល់ការធ្វើដំណើររបស់លោកអ្នកគ្រប់ស្ថានភាពផ្លូវមិនថាផ្លូវបែបណាទេហើយជាពិសេសបើសិនជាមានការបែកធ្លាយកម្រិតទាបបានហើយធ្លាយខ្យល់កម្រិតទាបគឺលោកអ្នកអាចបន្តជិះទៅមុខទៀតបានដោយមិនចាំបាច់ថាត្រូវតែឈប់ដំណើររបស់យើងទេចាំពេលដែលយើងទៅរកទីតាំងដែលអាចជួសជុលបានគឺយើងអាចធ្វើការប៉ះវាបានដោយការប៉ះហ្នឹងក៏កាន់តែងាយស្រួលទៀតគឺគ្រាន់តែញាត់ជ័រចូលទៅក្នុងរុនដែលធ្លាយហ្នឹងប្រៀបដូចជាការប៉ះកង់ឡានអញ្ចឹងអត់ចំណាយពេលយូរទេលឿនរហ័សហើយជាពិសេសហ្នឹងគឺមិនបាច់ចាំបាច់បដើទៅរកជាងទេយើងអាចជិះទៅរៀនឬក៏ទៅធ្វើការសិនមកវិញចាំប៉ះក៏បានYamaha X-Ride ឆ្នាំ2025បន្ថែមជូនជាមួយនឹង New Graphic Design ទៅលើរូបរាងដ៏ទាក់ទាញស្អាតប្លែកនិងពណ៌ដែលឆ្លុះបញ្ចាំងពីភាពស្វាហាប់ក្លាហានមោះមុតបែបមនុស្សរឹងមាំតស៊ូជាមួយពណ៌នេះគឺស្រស់ឆើតឆាយបែបស៊ីវិល័យស័ក្តិសមជាមួយនឹងបងប្អូនប្រើប្រាស់ជាប្រចាំថ្ងៃនៅក្នុងក្រុងនិងឆ្លងកាត់តាមបណ្ដាខេត្តផ្សេងៗផងដែរងាកមកមើលបូមជាមួយនឹង Yamaha X-Ride របស់យើងគឺជាប្រភេទបូមសាប់តេងធន់មាំងាយស្រួលក្នុងការជិះគ្រប់ស្ថានភាពផ្លូវដែលជួយកាត់បន្ថយទៅដល់ការអុកប៉ះទង្គិចវានឹងបញ្ចេញប្រេងបូមរាល់ពេលមានការអុកបូមហើយមិនថាអ្នកខាងក្រោយមានចំនួនប្រមាណអ្នកឬក៏បងប្អូនដឹកអវ៉ាន់ធ្ងន់ឬក៏សម្ភារៈធ្ងន់ទេបូមសាប់តេងនៅតែអាចបន្តទៅមុខបានយ៉ាងរលូនYamaha X-Ride ស៊េរីឆ្នាំ2025បំពាក់ជាមួយនឹងបច្ចេកវិទ្យា Blue Core ដែលផ្ដោតទៅលើការសន្សំសំចៃខ្ពស់និងជួយឲ្យម៉ូតូមានសន្ទុះខ្លាំងជួយកាត់បន្ថយជាតិពុលដែលបំភាយចេញតាមរយៈបំពង់ស៊ីម៉ាំងផងដែរសម្រាប់ប្រអប់ក្រោមកែបឬក៏ហៅថា storage box ហ្នឹងគឺទុកបានសម្ភារៈមួយចំនួនធំដែលមានចំណុះដល់14លីត្រងាយស្រួលសម្រាប់សុភាពបុរសសុភាពនារីទាំងអស់ដែលគាត់ចង់ទុកសម្ភារៈមួយចំនួននៅក្នុងប្រអប់កែបជាមួយនឹងកាបូបមួកការពារសុវត្ថិភាពស្រោមដៃដបទឹកវ៉ែនតាសុទ្ធតែអាចដាក់ក្នុងនឹងបានទាំងអស់រវាងផុកខាងក្រោយនោះគឺមានភាពទន់ងាយស្រួលក្នុងការបត់បែនមិនបែកនៅពេលប៉ះទង្គិចដល់អចេតនាណាមួយរត់ទៅលយបងប្អូនជាមួយនឹង Yamaha X-Ride គេមានភ្ជាប់ជាមួយនឹង Anser Brake Key ដែលជួយសម្រួលបងក្នុងការស្វែងរកម៉ូតូក្នុងចម្ងាយ50ម៉ែត្រអញ្ចឹងបើសិនជាបងប្អូនចតម៉ូតូនៅកន្លែងដែលមានចំណតម៉ូតូច្រើនឬក៏យើងពិបាកហៅម៉ូតូយើងគ្រាន់ចុច Anser Brake Key មកយើងនឹងដឹងថាម៉ូតូយើងនៅណាគឺចម្ងាយ50ម៉ែត្រហ្នឹងគឺងាយស្រួលមែនតើបងប្អូនមិនបាច់ចាំបាច់ពិបាកថាចំណាំម៉ូតូចំណាំស្លាកលេខយើងគ្រាន់ចុចប៉ាប់ដឹងថាម៉ូតូខ្លួនឯងនៅណាហើយឃើញទេតើតោះជាមួយនឹងកម្លាំងម៉ាស៊ីនជាប្រភេទ single cylinder ជាប្រភេទស៊ីឡាំងតូលដែលមាន horsepower ឬក៏យើងហៅថាកម្លាំងសេះហ្នឹងគឺរហូតដល់ 125cc ជាមួយនឹង 4 stroke បញ្ចុះកម្ដៅដោយកង្ហារនិង Frank Disc ជាប្រព័ន្ធហ្វ្រាំងដែលប្រើបន្ទះកកិតដើម្បីបញ្ឈប់ Disc បង្វិលឬក៏ហៅថា rotor ហ្នឹងគឺដើម្បីបន្ថយល្បឿនឬបញ្ឈប់ម៉ូតូបានយ៉ាងល្អសម្រាប់ចំណុះធុងសាំងវិញគឺអាចប្រើប្រាស់បានរហូតដល់ 4.2 លីត្រហើយវាមានកុងទ័របង្ហាញនៅខាងលើព័ត៌មានច្បាស់លាស់ពីការប្រើប្រាស់សាំងផងដែរប្រាស់ប្រេងម៉ាស៊ីនគឺចំណុះ 0.8 លីត្រជាមួយនឹងប្រព័ន្ធប៊ិចសាំងនិងអាគុយ12វ៉ុលstop និងភ្លើងសញ្ញោខាងក្រោយមានភាពភ្លឺច្បាស់ល្អងាយស្រួលក្នុងការសុំផ្លូវបាត់ឆ្វេងនិងបាត់ស្ដាំ
locking brake កាន់តែមានភាពងាយស្រួលនៅពេលដែលបងប្អូនឡើងចំណោតមិនចាំបាច់ប្រឹងចាប់ហ្វ្រាំងទេគ្រាន់តែចុច lock នៅ locking brake នេះហើយគឺពិតជាងាយស្រួលខ្លាំងមែនតើកង់គឺលែងរំកិលទៅមុខហើយជាពិសេសបងៗដែលគាត់ចូលចិត្ត camping គឺកាន់តែងាយស្រួលសម្រាប់ពួកគាត់តែម្ដងបែបនេះណាបងប្អូនកាន់តែពិសេសនឹងមានការទទួលស្គាល់នឹងធានាពីក្រុមហ៊ុនមិនថាបងប្អូនទិញនៅ depot ណាមួយដែលជាដៃគូសហការរបស់ Yamaha លោកអ្នកនឹងទទួលបានជាមួយនឹងការបដូរប្រេងម៉ាស៊ីនចំនួនម្ដងដែលឥតគិតថ្លៃនៅពេលដែលលោកអ្នកជិះបាន500 គីឡូម៉ែត្រដំបូងហើយនឹងទទួលបានជាមួយនឹង membership card ដែលសម្រាប់ប្រើប្រាស់ក្នុងការបញ្ចុះតម្លៃក្នុងការដូរប្រេងម៉ាស៊ីនឬក៏ទិញគ្រឿងបន្លាស់ផ្សេងៗនឹងទទួលបានការ check up ទូទៅដែលឥតគិតថ្លៃដូច្នេះពុកម៉ែបងប្អូនយកឃើញយ៉ាងណាដែរបន្ទាប់ពីស្ដាប់ការ review របស់ខ្ញុំហើយអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ឬក៏ចង់ដឹងព័ត៌មានផ្សេងៗអាចធ្វើការ comment នៅខាងក្រោមនេះឬក៏ឆាកសួរព័ត៌មានលម្អិតនៅក្នុង page ផ្លូវការរបស់យើងសូមអរគុណសូមគោរពលា